ចាជំរាបសួរចាថ្ងៃនេះក្រៅព្រឹកតែថ្ងៃនេះគឺជាថ្ងៃសិទ្ធិទិវាសិទ្ធិនារីអន្តរជាតិចាក្រៅពីព្រឹកថាក្រៅមុនថ្ងៃរះបន្តិចចុះតែលើថ្ងៃចាប់ផ្ដើមរះព្រោះអា building នោះវាបាំងតែថ្ងៃណាតែមិនដឹងទីអត់ចេះចាបាទថតឃើញតែពលិព្រះអាទិត្យឡើងចាំចាពេលព្រឹកព្រលឹមមកក៏ជា10នាទីហើយតើចានៅត្រង់តូរីស្ងប់ស្ងាត់មែនតើថ្ងៃនេះគឺជាថ្ងៃទី8មិនិនាមនុស្សម្នាគឺថាឈប់សម្រាកថ្ងៃសៅរ៍ចុងសប្តាហ៍ហើយចង់ថ្ងៃបុណ្យផងដែរចាទិវាសិទ្ធិនារីចាអ្នកកាណាដាគឺគេប្រារព្ធធ្វើពីថ្ងៃម្សិលមិញចាដូចតែនៅតាមការិយាល័យនៅតាមអគារដូចថាដែលមានមនុស្សម្នាច្រើនមានស្ត្រីណាមានស្ត្រីធ្វើការនៅទីនោះគេជប់លៀងចឹងទៅជួនបាច់ផ្កាឬក៏ជួនផ្កាកុលាបអញ្ចឹងទៅឲ្យស្ត្រីនារីចាដើម្បីអបអរសាទរបើថ្ងៃសៅរ៍គេឈប់សម្រាកអញ្ចឹងទៅមកការិយាល័យភាគច្រើនគេធ្វើការថ្ងៃសុក្រអញ្ចឹងទៅថ្ងៃសុក្រនឹងគេថ្ងៃដូចជាថ្ងៃរីករាយចាអូខេហើយនៅមកយើងអបអរសាទរស្ត្រីដែលបានទទួលជ័យជំនះដល់ថប់ថេងចាស្ត្រីមិនមែនដូចថារស់ស្រួលប្រហែលទេកាលពីជំនាន់មុនណាអ្នកជំនាន់មុនធ្លាប់ឆ្លងកាត់វេទនាគ្រប់សពបែបយ៉ាងមានការគៀបសង្កត់ពីបរិសុទ្ធជាពិសេសគឺស្ត្រីនៅអឺរ៉ុបចាប្រទេសអង់គ្លេសជាឧទាហរណ៍មានប្រទេសអង់គ្លេសបានដឹងឬច្រើនជាងគេហើយនឹងបានមានប្រទេសខាងអឺរ៉ុបចាដែលមានស្ត្រីជួបប្រទេសវិបត្តិជាច្រើនទាក់ទងនឹងចាអំពើហិង្សាលើស្ត្រីការគៀបសង្កត់ពីបរិសុទ្ធប្តីមិនឲ្យមានសិទ្ធិលើគេលើដែលថាមិនលើបរិសុទ្ធចាបរិសុទ្ធគឺគ្រប់គ្រងស្ត្រីប្តីគឺថាដាក់គម្រាមលើប្រពន្ធកុំឲ្យចេះតបកុំឲ្យធ្វើអីខុសសិទ្ធិអីចឹងណាប្តីគ្រប់គ្រងប្រពន្ធរបៀបដូចថាអ្នកគ្រប់គ្រងដោយផ្ដាច់ការចឹងមកគឺថាមិនឲ្យសិទ្ធិប្រពន្ធគាត់ហាក់ដូចជាជួយបរិសុទ្ធឲ្យគៀបសង្កត់លើស្ត្រីអញ្ចឹងបានជាមានការ